បុប្ផាដែលខូចចិត្តយ៉ាងខ្លាំងដោយសារការបែកបាក់ជាមួយសោភ័ណ្ឌបានត្រឡប់ទៅផ្ទះគ្រួសាររបស់នាងបានអង្គុយឯកោនៅក្នុងបន្ទប់ទឹកភ្នែកហូរមិនឈប់ដោយមិនយល់ថាហេតុអ្វីសោភ័ណ្ឌភ្លាមបែរជាមិនជឿជាក់លើនាងបានប្រាប់បងប្រុសរបស់នាងអំពីហេតុការណ៍ទាំងអស់បងប្រុសនាងបានប្រាប់ថាបុរសដែលសោភ័ណ្ឌឃើញនាងនិយាយជាមួយនៅផ្សារគឺជាគាត់ផ្ទាល់មិនមែនជាអ្នកផ្សេងទេបុប្ផាក៏ដឹងភ្លាមថាមាននរណាម្នាក់បានបង្កើតរឿងកុហកដើម្បីបំបែកនាងនិងសោភ័ណ្ឌនាងសម្រេចចិត្តស្វែងរកការពិតហើយចង់ទៅជួបសោភ័ណ្ឌដើម្បីពន្យល់ប៉ុន្តែនាងបានដឹងថាសោភ័ណ្ឌបានចាក់ចេញពីភូមិទៅធ្វើការនៅទីបាត់ជីក្រុងដើម្បីគេចចេញពីទុក្ខសោកនៅពេលនោះវិជ័យបានមកជួបបុប្ផាដោយធ្វើពុតជាមុខលួងលោមនាងគាត់បាននិយាយពាក្យផ្អែមល្ហែមនិងព្យាយាមបង្ហាញភាពស្និទ្ធស្នាលប៉ុន្តែនៅក្នុងចិត្តវិជ័យកំពុងស្វែងរកឱកាសដើម្បីចូលគៀកនឹងបុប្ផានិងលួចចិត្តនាងបុប្ផាទោះបីជាកំពុងជឿចិត្តក៏នៅតែមានភាពរឹងមាំនាងបានបដិសេធការលួងលោមរបស់វិជ័យនិងបញ្ជាក់ថានាងនៅតែស្រឡាញ់សោភ័ណ្ឌនេះធ្វើឲ្យវិជ័យខឹងសម្បាប៉ុន្តែគាត់មិនបានបញ្ឈប់ផែនការរបស់ខ្លួនគាត់បានគិតថាបើសោភ័ណ្ឌនៅឆ្ងាយគាត់នឹងមានឱកាសច្រើនជាងនេះដើម្បីបញ្ចុះបញ្ចូលបុប្ផាវិជ័យដឹងថាបុប្ផាកំពុងជឿចិត្តបានប្រើឱកាសនេះដើម្បីចូលគៀកនឹងនាងគាត់បានទៅជួបបុប្ផាជាញឹកញាប់ដោយនាំយកអំណោយតូចនិងនិយាយពាក្យលួងលោមវិជ័យបានប្រាប់បុប្ផាថាសោភ័ណ្ឌបានភ្លេចនាងហើយកំពុងរស់នៅជីវិតថ្មីនៅទីបាត់គាត់បានបន្ថែមថាសោភ័ណ្ឌមិនដែលស្រឡាញ់នាងយ៉ាងពិតប្រាកដទេបុប្ផាទោះបីជាសង្ស័យក៏នៅតែបដិសេធវិជ័យនាងបាននិយាយថាចិត្តនាងនៅតែស្មោះនឹងសោភ័ណ្ឌហើយនាងនឹងមិនបោះបង់ស្នេហារបស់នាងឡើយវិជ័យដែលខឹងសម្បានឹងការបដិសេធបានសម្រេចចិត្តបង្កើតផែនការថ្មីដើម្បីធ្វើឲ្យសោភ័ណ្ឌនិងបុប្ផាមិនអាចជួបគ្នាបានទៀតបុប្ផាដែលមិនអាចទ្រាំនឹងទុក្ខសោកបានសម្រេចចិត្តធ្វើដំណើរទៅទីបាត់ដើម្បីស្វែងរកសោភ័ណ្ឌបងប្រុសរបស់នាងបានសម្ដែងការគាំទ្រនិងផ្ដល់ដំបូន្មានឲ្យនាងប្រុងប្រយ័ត្ននៅតាមផ្លូវបុប្ផាបានជួបលោកតាចាស់ជ្រាម្នាក់ដែលជាអ្នកប្រាជ្ញនៅភូមិមួយលោកតាបានប្រាប់នាងថាការពិតនឹងលេចឡើងបើចិត្តមានភាពរឹងមាំនិងមិនភ័យខ្លាចការលំបាកបុប្ផាបានទទួលកម្លាំងចិត្តហើយបន្តដំណើរទៅមុខនៅទីបាត់សោភ័ណ្ឌកំពុងធ្វើការនៅកន្លែងសាងសង់ប៉ុន្តែគាត់នៅតែត្រូវបានគំនិតសង្ស័យនឹងការនឹកបុប្ផាញ៉ាំញីគាត់ចាប់ផ្ដើមគិតថាប្រហែលជាគាត់បានជឿការកុហករបស់វិជ័យឆាប់ពេកបុប្ផាបានរកឃើញសោភ័ណ្ឌនៅទីបំផុតនៅឯកន្លែងសាងសង់វត្តមួយការជួបគ្នាឡើងវិញរបស់ពួកគេមានភាពតានតឹងព្រោះសោភ័ណ្ឌនៅតែឈឺចិត្តនឹងអ្វីដែលគាត់គិតថាជាការក្បត់របស់បុប្ផាបានពន្យល់យ៉ាងលម្អិតអំពីការកុហករបស់វិជ័យនិងបានបញ្ជាក់ពីក្តីស្រឡាញ់ដ៏ស្មោះស្ម័គ្ររបស់នាងបានបង្ហាញផ្កាម្លិះស្ងួតដែលសោភ័ណ្ឌធ្លាប់ផ្ដល់ឲ្យនាងជានិមិត្តរូបនៃស្នេហារបស់ពួកគេសោភ័ណ្ឌដែលរំជួលចិត្តបានសុំទោសនាងហើយពួកគេបានសម្រេចចិត្តត្រឡប់ទៅភូមិដើម្បីប្រឈមមុខនឹងវិជ័យ